ពិតមែនតែខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីតទៅទៀតក៏ប៉ុន្តែយ៉ាងហោចណាស់ពេលនេះខ្ញុំជាប្រមុខរដ្ឋស្ដីទីហើយក៏ជាប្រធានគណៈបកកណ្ដាលអំណាចមួយដែលជានិច្ចកាលត្រូវធ្វើការជាប់ជាមួយនឹងនាយករដ្ឋមន្ត្រីមិនមែនជាបញ្ហាឪឬកូនទេក៏ប៉ុន្តែរឿងវាបែបនេះក្នុងរចនាសម្ព័ន្ធអំណាចបើទោះបីខ្ញុំមិនមែនជាប្រមុខរដ្ឋស្ដីទីខ្ញុំជាប្រធានព្រឹទ្ធសភាក៏នៅតែខ្ញុំមានលទ្ធភាពដើម្បីនឹងពិភាក្សាអំពីកិច្ចការទាំងអស់នេះហើយលើដំបូងខ្ញុំចង់ប្រសិទ្ធនាមហេតុអីបានយើងត្រូវកសាងផ្ទះនេះតើផ្ទះនេះភូមិនេះគួរដាក់ភូមិអីខ្ញុំសំណូមពរចេះយើងមិនមែនធ្វើភូមិនេះហើយយើងបោះបង់ចោលការទាមទារដីរបស់យើងនេះភូមិនេះខ្ញុំសូមស្នើដាក់ថាជាភូមិរងចាំភូមិរងចាំអញ្ចឹងសូមបែងចែកប្លុកទៅភូមិរងចាំទី1ភូមិរងចាំទី2ភូមិរងចាំទី3ភូមិរងចាំទី4ព្រោះភូមិវាធំមក4ម៉ែត្រ4គីឡូ4ជ្រុងសូមអរគុណអាដាមកែកម្យ៉ាងដែលបានផ្ដល់ដីនេះសម្រាប់ការសាងសង់ហេតុផលខ្ញុំមានន័យរបស់ខ្ញុំមិនមែនបងប្អូនមករស់នៅនេះទីនេះហើយយើងមិនទាមទារដីរបស់យើងត្រឡប់មកវិញទេដីរបស់យើងគឺយើងត្រូវទាមទារត្រឡប់មកវិញប៉ុន្តែថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំត្រូវបកស្រាយដោយចំហនាយករដ្ឋមន្ត្រីបាននិយាយហើយថាដោះស្រាយដោយសន្តិវិធីមិនថានាយករដ្ឋមន្ត្រីទេសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិសុទ្ធតែបានបញ្ជាក់ថាការដោះស្រាយដោយសន្តិវិធី